ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនិងជំរាបសួរទៅកាន់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះមករាសុភរិទ្ធជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាឬក៏ហៅថា CUS ខ្ញុំបាទតំណាងក្រុម Safe Work ដែលមកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ដែលពួកយើងជាជ័យលាភីលេខ3នៃការប្រកួតសហគ្រិនមហាវិទ្យាល័យ Cluster 1 មុននឹងការប្រកួតមកដល់ពួកយើងគ្រាន់តែជាក្រុមនិស្សិតដែលមានតែគំនិតអាជីវកម្មតែប៉ុណ្ណោះប៉ុន្តែយើងអាចបានដឹងថាតើគំនិតនោះអាចដោះស្រាយបញ្ហាពិតនៅក្នុងសង្គមឬអត់នោះទេប៉ុន្តែក្រោយពីទទួលបានការបណ្ដុះបណ្ដាលនិងការប្រកួតប្រជែងយើងអាចមើលឃើញថាដំណោះស្រាយរបស់ពួកយើងពិតជាបានដោះស្រាយបញ្ហានៅក្នុងសង្គមពិតមែនហើយយើងក៏អាចយកឱកាសនោះក្នុងការរៀនសូត្រនិងស្វែងយល់ពីទីផ្សារដើម្បីធ្វើឲ្យអាជីវកម្មនោះក្លាយជាការពិតខ្ញុំបាទសូមថ្លែងអំណរគុណទៅកាន់សាកលវិទ្យាល័យ CUS ខ្លាំងមែនទែនដែលមុននឹងកម្មវិធីមកដល់ខាងសាកលវិទ្យាល័យបានរៀបចំនូវវគ្គបណ្ដុះបណ្ដាលមួយផ្ទៃក្នុងសម្រាប់ណែនាំនិងបង្ហាញផ្លូវពួកយើងមុននឹងការប្រកួតក្នុងអំឡុងពេលការប្រកួតខាងសាកលវិទ្យាល័យក៏បានបញ្ជូនលោកគ្រូសម្រាប់ណែនាំនិងជួយជំរុញពួកយើងនៅក្នុងអំឡុងពេលការប្រកួតជាក់ស្ដែងផងដែរទើបធ្វើឲ្យពួកយើងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះជាចុងក្រោយខ្ញុំបានសូមលើកទឹកចិត្តទៅកាន់បងប្អូននិស្សិតចំនួនក្រោយទាំងអស់គ្នាជាពិសេសបងប្អូននិស្សិតដែលរៀននៅក្នុងសាកលវិទ្យាល័យ CUS សូមមេត្តាខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងនិងពង្រឹងសមត្ថភាពឲ្យបានល្អហើយត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការចូលរួមការប្រកួតប្រជែងនានាដែលសាកលវិទ្យាល័យនឹងរៀបចំជូនសូមអរគុណ